Hello ជំរាបសួរពុកម៉ែបងប្អូនអរគ្នាដែលរៀនរកទស្សនាវីដេអូឬមួយក៏ទស្សនារៀនរក Channel របស់ខ្ញុំតាំងពីមុនមកខ្ញុំក៏សូមជូនពរពុកម៉ែបងប្អូនរស់ស៊ីទទួលទានមិនបានហើយកុំភ្លេចរកការទស្សនាកុំភ្លេចជួយ like ជួយ share ស្នាវីដេអូបន្តទៀតពីការរស់នៅក្នុងប្រទេសវៀតណាមការធ្វើពលករក្នុងប្រទេសវៀតណាមវាជាយ៉ាងម៉េចថ្ងៃនេះដែរខ្ញុំមករៀបរាប់អំពីថាម៉ោង7ចូលធ្វើការម៉ោង7កន្លះចូលធ្វើការម៉ោង4ចាញ់អញ្ចឹងថាបើកាក់ខែមកបានក៏7ម៉ៃលានណាពុកម៉ែបងប្អូនណា7ម៉ៃលានលុយវៀតណាមថាឲ្យម៉ៃលានលុយវៀតណាមទោះបើយើងធ្វើបន្ថែមម៉ោងយើងធ្វើអាទិត្យបាន9លានជើងហ្នឹងក៏9លានជើងហ្នឹងក៏បើគិតជាលុយខ្មែរប្រហែលជាបាន1លាន3សែន1លាន3សែន1លាន4សែនហ្នឹងពុកម៉ែបងប្អូនបើ1លានកន្លះអាហ្នឹងទៅយើងធ្វើថែមម៉ោងទៅយើងធ្វើថ្ងៃអាទិត្យហ្នឹងហើយបើបានដើរដែរបើយើងធ្វើតែ8ម៉ោងថាម៉ោង7កន្លះចូលម៉ោង4ចាញ់ម៉ោង4កន្លះចាញ់អញ្ចឹងបានក៏7ម៉ៃលានក៏បាន1លាន2សែន1លាន3សែនលុយខ្មែរពុកម៉ែបងប្អូនហើយទាំងបងកាក់បន្ទប់ជួលបកកាក់ភ្លើងកាក់ទឹកអស់កើ1លានកន្លះចូលចិត្តថាបើថាលុយខ្មែរចូលចិត្តថា30ម៉ឺនជាងចូលចិត្ត30ម៉ឺនចូល20ម៉ឺន27 28ម៉ឺនចូលបេះ30ម៉ឺនហើយដល់សមម៉ានពុកម៉ែបងប្អូនកាក់ហើយអាយកាក់ហូបជុកដូចជាព្រឹកក្រហើមល្ងាចចាញ់ចូលកាក់នំចំណៃកាក់ឈឺស្កាត់ផ្ញើផ្ទះកូនរៀនសូត្រនំចំណៃសពមុខអានឹងមិនទាន់គិតតែឈឺឆ្កាត់បងប្អូនព្រោះអញ្ចឹងបានសូមផ្ដាំទៅពុកម៉ែបងប្អូនថាមិនការងារនៅផ្ទះយើងខិតខំធ្វើហើយការងាររបស់យើងចង់ធ្វើមួយម៉ានក៏បានដែរមិនអីធ្វើក្នុងទៅឲ្យឡើងធ្វើស៊ីស្នូលគេមិនចំណុកទេពុកម៉ែបងប្អូនអើយធ្វើត្រូវដើរធ្វើខុសគេជេរហើយគេជេរឈឺក្បាលនិយាយរួមថាគេជេរឈឺក្បាលពុកម៉ែបងប្អូនមែនធ្វើពលការនេះអីធ្វើស៊ីស្នូលគេតែគេជេរឈឺក្បាលមកយប់លប់វិញដេកចង់លក់យប់បានចឹងចេះផ្ញើជួយប្រាប់បងប្អូនទាំងអស់គ្នាថារៀងរាល់មានការងារនៅផ្ទះខិតខំធ្វើទៅកុំលើដើរណាថាពេកមិនក្រោយហ្នឹងមិនទុក្ខរៈអីពិបាករកកាក់រលុយអត់មានណាសងខ្លួនវាយ៉ាប់ទៅដល់ខ្ចីគេទី1និងទី2ថាគុំគ្រួសារយើងធំកូនរបស់យើងធំរៀនសូត្ររៀនចេះដឹងរៀនបានការងារធ្វើដល់នឹងដើរថារៀនបានការងារធ្វើសម័យឥឡូវគេកើអ្នកចេះពុកម៉ែបងប្អូនណាដែលទីហោនេះវិញរៀនដល់ថ្នាក់ទី10មិន10វិញពី10វិញឥឡូវឡើងចង់យកគេជ្រើសយកបាក់សញ្ញាបត្រអីណានៅ12ឡើងចង់យកពុកម៉ែបងប្អូនណាឥឡូវអ្នកចេះច្រើនតែពីមុនអ្នកចេះមិនសូវមកឥឡូវអ្នកចេះច្រើនស្អីគេធ្វើបានស្អីគេធ្វើបានគេរកអ្នកចេះទេចឹងវីដេអូរបស់ខ្ញុំមិនតែប៉ុណ្្នឹងទេសូមចែកជូនពុកម៉ែបងប្អូនថារៀនរកទស្សនារៀនរកការ channel របស់ខ្ញុំកុំភ្លេចជួយ like ជួយ share ជួយកែស្រាវីដេអូខ្ញុំបានច្រើនទៀតកុំឲ្យខ្ញុំបាក់ទឹកចិត្តជួយ like ជួយ share ជួយ subscribe ខ្ញុំអ្នកមួយផងខ្ញុំមានកម្លាំងចិត្តបាទអរគុណច្រើនជួបគ្នានៅឱកាសក្រោយបាយបាយ